បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនមហាជនជាទីគោរពនៅក្នុងថ្ងៃនេះផងដែរជួយជាមួយខ្ញុំបាទ Mr. IC Channel យើងខ្ញុំសំណូមអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងរឿងរ៉ាវបាទតកតោជាមួយនឹងកំឡោះសង្ហា9រូបដែលមានវ័យរហូតដល់ជាង30ឆ្នាំទៅហើយប៉ុន្តែមិនដែលលេចលឺដំណឹងថាចង់ចូលរោងការឬក៏ភ្ជាប់ពាក្យជាមួយនឹងនរណាឡើយអញ្ចឹងយើងឃើញថាតារាគឺមានអាយុកាន់តែច្រើនហើយប៉ុន្តែគឺមិនទាន់គិតគូរពីរឿងរ៉ាវស្នេហាក៏ដូចជារឿងរ៉ាវរៀបការនៅឡើយដូច្នេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបាទជាបន្តយើងខ្ញុំនឹងធ្វើការរៀបរាប់ក៏ដូចជាបញ្ជាក់ឈ្មោះរបស់ពួកគាត់ថាពួកគាត់នឹងឆ្លងកាត់ប្រវត្តិស្នេហាឬក៏ចូលរោងការឬនៅដូច្នេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបាទជាបន្តដូចតទៅបាទចាប់តាំងពីចូលសិល្បៈដំបូងបាទរហូតមកដល់ពេលនេះកំឡោះសង្ហាចំនួន9រូបបាទរួមមានលោកញ៉ែមសុគន្ធបាទលោកស៊ីរ៉ាលោកអលិចចន្ទ្រាបាទលោកអ៊ុតសុធាបាទជាសវណ្ណរតបាទលោកលឹមជាឡាយបាទភឹមតារាវិបុលបាទអេនឌីនិងយូនីស្កូបាទគឺជាតារាសម្ដែងដែលមានវ័យប្រមាណជា30ឆ្នាំលើសទៅហើយប៉ុន្តែមិនទាន់មានដំណឹងចូលរោងការនៅឡើយទេចំណោមកំឡោះសង្ហាទាំង9រូបខាងលើនេះបាទមួយរូបក្នុងចំណោមពួកគេទាំងអស់គឺមានគេឈ្មោះបោះសម្លេងបាទទាំងខ្សែភាពយន្តទាំងភាពយន្តខ្នាតធំខ្នាតតូចតែក៏មានមួយចំនួនទៀតគឺមិនឃើញបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនៅឡើយគឺស្ងាត់ឈឹងតែម្ដងបាទអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាជាមួយនឹងតារាទាំង9រូបដែលយើងខ្ញុំនឹងធ្វើការជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យដឹងពីឈ្មោះរបស់គាត់ម្នាក់ៗបាទដូចតទៅបាទទី1យើងខ្ញុំសូមធ្វើការលើកយកបាទលោកសាយស៊ីរ៉ាបាទគឺជាតារាសម្ដែងមួយរូបដែលមិនធ្លាប់លេចលឺព័ត៌មានអាស្រូវឬក៏រឿងរ៉ាវស្នេហាជាមួយនឹងនារីណាម្នាក់នៅឡើយបាទនៅក្នុងវិស័យសិល្បៈឬក៏ក្រៅសិល្បៈនោះចំណែកឯរឿងរោគូស្រករវិញបាទមកទល់នឹងពេលនេះលោកមិនដែលបញ្ជាក់ប្រាប់ឡើយថានៅពេលណានឹងគិតរឿងរ៉ាវគូស្នេហ៍ឬក៏ថ្ងៃចូលរោងការនោះឡើយបាទនេះគឺជាលោកស៊ីរ៉ាបាទទី2គឺលោកញ៉ែមសុគន្ធបាទក៏បានចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំទៅហើយក្តីតែមិនធ្លាប់លេចលឺព័ត៌មានស្នេហាជាមួយនឹងនារីណាម្នាក់នោះទេបើសួរតាក់ទងទៅនឹងរៀបការវិញបាទលោកថានៅក្នុងពេលនេះកំពុងតែចូលរវល់ជាមួយនឹងការងារសិល្បៈសូមមិនទាន់គិតពីរឿងនេះបាទទី3គឺត្រឡប់ទៅរកតួឯកប្រុសនៅក្នុងរឿងបាទប៉ុបពីទៅ Hollywood បាទគឺលោកអ៊ុតសុធាបាទឯនេះវិញកន្លងមកធ្លាប់បាននិយាយថាចំពោះរឿងរ៉ាវស្នេហាគូស្រករវិញបាទចាំដល់អាយុ40ឆ្នាំចាំគិតបាទក៏មិនទាន់ហួសពេលដែរម្យ៉ាងទៀតពេលនេះលោកចង់ទុកពេលវេលាបាទរកលុយសិនបាទនេះគឺជាសម្ដីរបស់លោកអ៊ុតសុធាបាទចំណែកឯកំឡោះសង្ហាកូនកាត់ចិនលោកអលិចចន្ទ្រាបាទវិញកន្លងមកបាទធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយនឹងឆៃលីដាឡែនបានមួយរយៈធំក៏លេចលឺដំណឹងថាពួកគេទាំងពីរនាក់បានចែកផ្លូវគ្នារៀងៗខ្លួនបាទងាកមកចាប់អារម្មណ៍ជាមួយនឹងតួឯកប្រុសបាទនៅក្នុងរឿងមរតកបេះដូងវិញបាទគឺលោកភឹមតារាវុធបាទបើទោះបីជាមានគេឈ្មោះបោះសម្លេងនៅក្នុងសិល្បៈយ៉ាងណាក្តីតែបើនិយាយពីព័ត៌មានស្នេហាវិញគឺមិនធ្លាប់លេចលឺតតែសោះចំណែកឯព័ត៌មានអាស្រូវវិញរឹតតែគ្មានតែម្ដងបន្តមកទៀតជាមួយនឹងតារាទី6បាទតារាសម្ដែងទី6បាទគឺកំឡោះសង្ហាថ្ពាល់ខួចបាទលឹមជាឡាយបាទកន្លងមកធ្លាប់មានស្នេហាទំនាក់ទំនងជាមួយនឹងអ្នកមេម៉ាយចាយរៀងកៅនីសាតែមកដល់ពេលនេះបាទរឿងរ៉ាវស្នេហារវាងពួកគេទាំងពីរនាក់ក៏បានស្ងប់ស្ងាត់ទៅវិញហើយបាទនេះគឺជារឿងរ៉ាវរបស់តារាសម្ដែងបាទលោកលឹមជាឡាយបន្តមកទៀតជាមួយនឹងតារាទី7យើងក្រឡេកទៅមើលតួឯកប្រុសនៅក្នុងរឿង30ថ្ងៃបាទជាសវណ្ណរតបាទឯនោះវិញក៏មិនធ្លាប់លេចលឺព័ត៌មានស្នេហាពាក់ព័ន្ធទៅនឹងនារីណាម្នាក់ឡើយបើនិយាយតាក់ទងទៅនឹងរឿងរ៉ាវស្នេហាវិញលោកសុំមិនទាន់គិតបាទព្រោះចង់ទុកពេលវេលាប្រឡូកជាមួយនឹងសិល្បៈបាទទី8គឺកំឡោះសង្ហាអេនឌីបាទថតរូបសិចស៊ីជាមួយនឹងនារីដែលមានរូបស្អាតរាប់មិនអស់បាទនៅក្នុងសិល្បៈក៏ដោយរហូតមកដល់ពេលនេះយើងឃើញថាវ័យរបស់គាត់ហ្នឹងជាង30ឆ្នាំប្រហែលជាចូល40ឆ្នាំហើយប៉ុន្តែមិនទាន់លេចលឺដំណឹងរៀបការនៅឡើយទេបាទចុងក្រោយគេបាទកំឡោះសង្ហាទី9គឺលោកយូនីស្កូបើនិយាយពីលោកយូនីស្កូវិញបាទមួយរយៈនេះលោកហាក់ដូចជាស្ងប់ស្ងាត់ពីសិល្បៈទាំងការថតរឿងក៏ដូចជាថតបទចម្រៀងបាទចំណែកឯរឿងរ៉ាវស្នេហាវិញគឺស្ងាត់ឈឹងតែម្ដងបាទនេះគឺជារឿងរ៉ាវតាក់ទងជាមួយនឹងកំឡោះសង្ហាទាំង9រូបគឺជាកំឡោះជ្រេះចាប់ដែលអាយុ
30 ឆ្នាំជាងចិត្តចូល40ឆ្នាំហើយប៉ុន្តែពួកគាត់ម្នាក់នៅតែមិនទាន់គិតគូរពីរឿងរ៉ាវគូស្នេហ៍គូដណ្ដឹងឬក៏ចូលរោងការនោះឡើយបាទអញ្ចឹងមិនដឹងថាពេលណាទេដែលពួកគាត់នាំគ្នាគិតគូរពីរឿងហ្នឹងដូច្នេះរឿងរ៉ាវមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះផងដែរសូមអរគុណច្រើនសូមជម្រាបលា